ឈ្មោះជារុក្ខជាតិមិនថាស្មៅមិនថាដើមឈើតូចធំឬក៏ប្រភេទដើមផ្កាគ្រប់ប្រភេទនោះទេចាគឺសុទ្ធតែមានកម្លាំងគ្រប់គ្រាន់ដើម្បីពុះពៀនៅព្យុះភ្លៀងផ្ទាំងសិលាឬផ្ទាំងថ្មដែលខំជ្រឹកជ្រែកចានេះគឺជាកម្លាំងដើមផ្កាដែលខំដុះនៅលើផ្ទាំងថ្មផងដែរពោពេញទៅដោយស្លឹកបន្ទាប់ពីរដូវកាលបានផ្លាស់ប្ដូរពីរដូវរងាចូលមកដល់រដូវក្តៅធ្វើឲ្យភាពស្វិតស្រពោនคล้ายជាដើមផ្ការីកលូតលាស់នៃរដូវកាលគឺអត់ខុសគ្នាទៅជាមួយនឹងមនុស្សយើងទេចាអ្វីត្បិតតែខ្ញុំជាអ្នកអធិប្បាយនៅក្នុងវីដេអូតែពេលខ្លះខ្ញុំក៏មានការបាក់ទឹកចិត្តម្ដងម្កាលចាប៉ុន្តែមិនអ្វីទេក្រោយពីការបាក់ទឹកចិត្តយើងអាចស្រង់ខ្លួនឯងបានមកវិញផងដែរចាគ្រាន់តែមួយរយៈតូចហើយយើងអាចយុទ្ធយើងជាមួយនឹងការរស់នៅប្រកបដោយគុណធម៌និងការសិល5ជាដើមអរគុណ